បាទជំរាបសួរបងប្អូនថ្ងៃនេះចង់ញ៉ាំឆាលោកលាក់ស៊ីគូបាទឆារួចឲ្យក្តៅញ៉ាំជាមួយនឹងបន្លែបាទខ្ទឹមប៉េងប៉ោះស្លាត់នេះត្រូវជាមួយទឹកស៊ីអ៊ីវម្ទេសខ្ទឹមសបាទញ៉ាំជាមួយខ្ញុំបងប្អូនតោះយើងទៅមើលពិធីធ្វើទាំងអស់គ្នាបាទឥឡូវនេះខ្ញុំប្រឡាក់សាច់ខ្ញុំដាក់ស្ករបន្តិចទៅបាទបន្ទាប់មកម្សៅស៊ុបខ្នុរបន្តិចទៅប្រេងខ្យងបន្តិចទឹកត្រីបន្តិចទឹកប៉េងប៉ោះបន្តិចទឹកម្ទេសបន្តិចដាក់ម្រេចឲ្យឈ្ងុយបាទមួយកូនស្លាបព្រាបន្ទាប់មកដាក់ប្រេងឆាឲ្យមានជាតិខ្លាញ់បន្តិចកូរវាបុកទុក10នាទីបាទឥឡូវយើងមករៀបបន្លែងាយបងប្អូនខ្ញុំធ្វើ style បែបខ្មែរបាទឥឡូវយើងឆាដាក់ខ្ទឹមលីងឲ្យឈ្ងុយចាក់សាច់ប្រឡាក់មិញចូលទៅឆាត្រឡប់មកល្មមទៅយើងឲ្យដាក់ម្សៅឆាបន្តិចឲ្យមានជាតិមានទឹកសនុកស៊ូបាយបងខាប់បាទបន្ទាប់មកឆាយើងភ្លក់មើលទៅបើថាសាប់ខ្ញុំថែមបន្ថៃបន្តិចបាទសាប់បាទថយប៉ុណ្ណឹងដាក់ចានញ៉ាំបានហើយបងប្អូនលោកលាក់សាច់គោ